កោពស់ខូខូឃ្លាននំបញ្ចុកទឹកប្រហុកនឹងឃើញគេល្បីយូរហើយតែមិនទាន់បានញ៉ាំព្រោះឮថាតើតែញ៉ាំនៅសៀមរាបបានឆ្ងាញ់តែឥឡូវអ្នកសៀមរាបមកលក់នៅភ្នំពេញហើយចាំកាមកភ្លក់ឲ្យដឹងរសជាតិទៅកន្លែងគាត់ដាក់ជាកញ្ចោះឲ្យអង្គុយញ៉ាំហ្មងកម្រមានណាខ្ញុំឃើញតែភាគច្រើនគេដាក់នៅតាមខេត្តឬមួយក៏ជាយខេត្តគាត់ដាក់អង្រឹងឲ្យកេងទៀតមកកញ្ចោះអញ្ចឹងអង្រឹង2កេងចាំហូបរួចចាំញ៉ាំតែហ្មងទៅហើយបុគ្គលិកគាត់វិញមានច្រើនណាធ្វើភីព្រូខ្វាច់បានញ៉ាំហ្មងអត់ចាំយូរទេមុខម្ហូបមិនមែនមានតែនំបញ្ចុកទឹកប្រហុកទេណាបងប្អូនមានច្រើនទៀតសាច់គោអាំងពងទាកូនប្រហិតចៀនបាយឆាមីឆាពងមាន់អាំងមនុស្សពិសេសហ្នឹងគឺនំបញ្ចុកទឹកប្រហុកហ្នឹងហើយមានឈុតតូចហើយនិងឈុតធំញ៉ាំបានដល់តែ3 4នាក់អស់ហើយសម្រាប់នំបញ្ចុកទឹកប្រហុករបស់គាត់ប្រើជាប្រភេទថៃដែងអាំងនេះហើយថៃដែងគាត់ប្រើអាសាច់លឿងនេះអាំងថ្មីរាល់ថ្ងៃបើសិនជាអាំងសល់អីគាត់បោះចោលហ្មងគាត់អត់ទុកទេខ្លាចខូចសោភ័ណភាពហាងគាត់ណានិយាយទៅគាត់អត់លក់របស់សល់ឲ្យភ្ញៀវទេភ្ញៀវដែលមកញ៉ាំហ្នឹងគឺត្រូវតែថ្មីរហូតហ្មងនំបញ្ចុកទឹកប្រហុកហ្នឹងគាត់ចេះតជំនាន់តាំងពីម៉ាក់ប៉ាបងប្អូនរបស់គាត់កាលពីដំបូងគាត់លក់នៅសៀមរាបទេម៉ាក់ប៉ាគាត់រកស៊ីនៅក្នុងលក់ចូល10 ឆ្នាំហើយបងស្រីគាត់បើកតពីម៉ាក់ទៅបាន3 ឆ្នាំនឹងដែរណាបន្ទាប់មកគាត់ក៏ហើពីសៀមរាបទៅនៅប៉ោយប៉ែតដោយសារតែគេឲ្យហើទៅអញ្ចឹងក៏ទៅបើកថ្មីនៅប៉ោយប៉ែតហ្មងទៅហើយឥឡូវហ្នឹងគាត់ទៅមកបើកនៅភ្នំពេញមួយទៀតចំណុចពិសេសដែលធ្វើឲ្យនំបញ្ចុកទឹកប្រហុករបស់គាត់ល្បីហើយឆ្ងាញ់ណាដោយសារតែទឹកប្រហុកនៅកន្លែងគាត់នេះគាត់ធ្វើខាប់មែនតើហើយក្លិនវិញប្រហុកសុទ្ធហ្មងរសជាតិដិតអត់មានលាយអីទាំងអស់គាត់មានរូបមន្តផ្ទាល់ខ្លួនរបស់គាត់គាត់អាចប្រាប់ណាគេបានទេនិយាយមែនណាបងប្អូនឆ្ងាញ់មែនតើណាភ្ញៀវដែលមកញ៉ាំកន្លែងគាត់នេះមានទាំងភ្ញៀវញ៉ាំផ្ទាល់ហើយនឹងភ្ញៀវកំងទៀតហើយភ្ញៀវដែលកំងសិតតែភ្ញៀវឆ្ងាយប៉ុន្តែគាត់មានតែធំដឹកខ្លួនឯងចិត្តហ្នឹងទេគាត់អត់ទាន់មានដឹកឆ្ងាយឡើយទេហើយតិចទៀតគាត់នឹងមានដឹកទៅឆ្ងាយដោយសារតែគាត់កំពុងតែតាក់តងទៅក្រុមហ៊ុនគេដឹកអញ្ចឹងណាកន្លែងគាត់លក់នេះមានឈ្មោះថាចម្រើនលក់នំបញ្ចុកទឹកប្រហុកនៅចិត្តរង្វង់មូកម្មកោគាត់លក់ចាប់ពីម៉ោង 10 ព្រឹករហូតដល់ម៉ោង 9 យប់ចឹងបើសិនជាបងប្អូនចង់ញ៉ាំនំបញ្ចុកទឹកប្រហុករសជាតិនៅសៀមរាបអីអាចមកញ៉ាំនៅនេះបានហើយអាចអង្គុយលេងឈិលនៅកញ្ចក់អីក៏បានដែរអញ្ចឹងសម្រាប់ព័ត៌មានលម្អិតបន្ថែមទៀតបងប្អូនអាចចូលទៅមើលនៅក្នុង comment បានហើយក៏អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូនេះដល់ចប់ណា